I use my phone មានន័យថាខ្ញុំប្រើទូរស័ព្ទទីនេះដូចគ្នាបងប្អូនចាំមកបងប្អូនបដូរពាក្យ phone នេះដាក់ computer អញ្ចឹងទៅណា I use my computer ខ្ញុំប្រើ computer របស់ខ្ញុំ I use my laptop បាទ I use my iPad អញ្ចឹងបងប្អូនប្រើតាមហ្នឹងណាជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះយើងមកសិក្សាបាទអង់គ្លេសប្រចាំថ្ងៃចាំបងប្អូនមើលមកចំណងជើងយើងណាគេដាក់ថា daily English បាទ daily English អង់គ្លេសប្រចាំថ្ងៃបាទ daily ហ្នឹងគឺប្រចាំថ្ងៃណា English ហ្នឹងគឺអង់គ្លេសអញ្ចឹងអង់គ្លេសប្រចាំថ្ងៃបាទអញ្ចឹងតោះយើងចូលទៅសិក្សាតែម្ដងនេះរូបភាពបាទប្រយោគទី1របស់យើងគឺ I go to work I go to work បាទប្រែថាខ្ញុំទៅធ្វើការបាទ I go to work អញ្ចឹងទីនេះបងប្អូនអាចបំបែកចេះណាបើសិនជាបងប្អូនចង់ទៅកន្លែងណាផ្សេងក្រៅពី work នេះបងប្អូនបដូរកន្លែងនេះឧទាហរណ៍ថាបងប្អូនចង់និយាយថាខ្ញុំទៅមន្ទីរពេទ្យ I go to hospital ចឹងណាបងបំបែកចឹងណាបាទអញ្ចឹង I go to work ប្រែថាខ្ញុំទៅធ្វើការតោះប្រយោគបន្ទាប់ I live work I live work ប្រែថាខ្ញុំចេញពីធ្វើការបាទអញ្ចឹងបងប្អូនអាចយកប្រយោគខ្លីៗអញ្ចឹងទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃបានណា I live work បាទខ្ញុំចេញពីធ្វើការទៅដល់ប្រយោគទី3 I go to school បាទ I go to school ខ្ញុំទៅសាលាអញ្ចឹងទីនេះបងប្អូនក៏អាចបំបែកប្រយោគនឹង I go to visit Angkor Wat Temple ខ្ញុំទៅលេងប្រាសាទអង្គរវត្តអីចឹងទៅបំបែកណាមានតែការបំបែកទេបងប្អូនអាចឆាប់ចេះបានលឿនតោះ I live school បាទ I live school មានន័យថាខ្ញុំចេញពីសាលាបាទ I go to school ខ្ញុំទៅសាលា I leave school ខ្ញុំចេញពីសាលាបាទងាយៗចឹងណាមួយទៀត I take a motorbike បាទ I take a motorbike motorbike ប្រែថាម៉ូតូណាបាទអញ្ចឹងយើងប្រែថាខ្ញុំជិះម៉ូតូបាទអញ្ចឹង take កន្លែងនេះអត់ប្រែថាយកម៉ូតូទេ I take a motorbike ហ្នឹងគឺប្រែថាខ្ញុំជិះម៉ូតូអញ្ចឹងបងប្អូនប្រើតាមហ្នឹងណាមក I drink coffee បាទ I drink coffee បកប្រែថាខ្ញុំផឹកកាហ្វេបាទអញ្ចឹងទីនេះបងប្អូនអាចបំបែកបានបដូរតាពាក្យ coffee នេះបងប្អូនដាក់ water អញ្ចឹងទៅណា I drink water បាទអញ្ចឹងបងប្អូនផឹកអីទៀតបងប្អូនដាក់តាមហ្នឹង I drink coconut juice បាទអញ្ចឹងបងប្អូនបំបែកតាមហ្នឹងតោះមួយទៀត I go to bed បាទ I go to bed បកប្រែថាខ្ញុំចូលគេងបាទអញ្ចឹងយើងមិនបកប្រែថាខ្ញុំទៅក្រែទេណាព្រោះពាក្យ bed នេះប្រែថាក្រែដល់ពេលវានៅអញ្ចឹង I go to bed ប្រែថាខ្ញុំចូលគេងវិញណាតោះមួយទៀត I use my phone បាទ I use my phone មានន័យថាខ្ញុំប្រើទូរស័ព្ទទីនេះដូចគ្នាបងប្អូនចង់មកបងប្អូនបដូរពាក្យ phone នេះដាក់ computer អញ្ចឹងទៅណា I use my computer ខ្ញុំប្រើ computer របស់ខ្ញុំ I use my laptop បាទ I use my iPad អញ្ចឹងបងប្អូនប្រើតាមហ្នឹងណាបាទដូច្នេះនៅក្នុងថ្ងៃនេះយើងសិក្សាចំនួន8ប្រយោគបងប្អូនអាចយកវាទៅអនុវត្តនៅក្នុងសកម្មភាពប្រចាំថ្ងៃណាព្រោះប្រយោគដែលយើងរៀនមិញនេះអត់មានរៀនពីអីក្រៅពីសកម្មភាពប្រចាំថ្ងៃទេទៅសាលារៀនចេញពីសាលារៀនទៅធ្វើការចេញពីធ្វើការណាបាទដូច្នេះក្នុងវីដេអូនេះយើងជួបគ្នាប៉ុណ្ណេះហើយបើសិនជាបងប្អូនចាប់អារម្មណ៍ថ្នាក់មូលដ្ឋានគ្រឹះបងប្អូនគ្រាន់តែ comment ពាក្យថា OK នៅខាងក្រោមវីដេអូបន្តមកទៀតនឹងទទួលបានព័ត៌មានសិក្សាជួបគ្នាវីដេអូក្រោយបើសិនជាបងប្អូនចង់ចេះស្រាក់ព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះ
រៀនភាសាអង់គ្លេសជាមួយ OLF